បាទសួស្តីប្រិយមិត្តទាំងអស់គ្នាខ្ញុំបាទសូមជូនព័ត៌មានមួយខត់ខ្លួនបានជន់សង្ស័យម្នាក់គឺថាដកហូតគ្រឿងញៀនបានមួយកេះគឺដាក់នៅក្នុងកេះស្រាតែម្ដងនៅក្នុងខេត្តបន្ទាយមានជ័យកម្លាំងកងរាជអាវុធហត្ថប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនជនសង្ស័យនិងគ្រឿងញៀនមួយកេះនៅថ្ងៃទី26ខែសីហា2026នៅចំណុចភូមិមិត្តភាពសង្កាត់អូជ្រៅក្រុងប៉ោយប៉ែតប្រតិបត្តិការនេះគេសង្កេតឃើញថាលោកវរៈសេនីយ៍ត្រីគង់រិទ្ធីមន្ត្រីនគរបាលយុទ្ធធម៌មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានដឹកនាំកម្លាំងជំនាញចុះបង្ក្រាបឃាត់ខ្លួនជនសង្ស័យម្នាក់និងកេះមួយដែលវាហាយឃើញគ្រឿងញៀនសុទ្ធដែលមានក្នុងនោះគឺជាគ្រឿងញៀនចម្រុះគ្នាត្រូវបាននាំយកទៅសាកសួរនៅឯបញ្ជាការដ្ឋានមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតចុះប្រតិបត្តិការបង្ក្រាបគ្រឿងញៀនឃើញកម្លាំងជំនាញកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានបង្ក្រាបឃាត់ខ្លួនជនសង្ស័យជាង20នាក់កាលពីយប់ថ្ងៃទី25ខែសីហា2026នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតហើយត្រូវបាននាំយកទៅសាកសួរអនុវត្តនៅតាមនីតិវិធីបន្តផងដែរគួររំលឹកផងដែរថាក្នុងកំឡុងខែសីហាឆ្នាំ2026ឃើញប្រតិបត្តិការបង្ក្រាបគ្រឿងញៀនត្រូវបានធ្វើឡើងជាបន្តបន្ទាប់នឹងបានឃាត់ខ្លួនជនសង្ស័យជិត70នាក់ក្នុងនោះមានជនសង្ស័យជួញដូរគ្រឿងញៀននិងកាប់ប្លន់យកម៉ូតូនិងចោលលួចឆក់និងទិញទំនិញផលចោលកម្មដែលធ្វើឲ្យសកម្មភាពក្នុងក្រុងមូលដ្ឋានប៉ោយប៉ែតមានបញ្ហាប្រតិបត្តិផងដែរប៉ុន្តែបន្ទាប់ពីចុះបង្ក្រាបចុះអីយ៉ាងទៅគឺថាសង្ឃឹមថាសុវត្ថិភាពនឹងមានឡើងវិញហើយអស់លោកដែលថាជាចោលជាអីហ្នឹងបើថានៅក្នុងប៉ោយប៉ែតហើយដឹងពីបញ្ហានេះហើយគឺថាសូមកែខ្លួនកែទៅបើសិនជាមិនចង់ជាប់ទោសអីក៏ចឹងខ្ញុំបាទក៏មានប៉ុណ្ណេះសូមអរគុណសូមជម្រាបលា